ao cá mà chê ao cá mà chê nè ao ca mà chê những cứ có lẹ thoáng nâng mong vô là nè ní vô lẹ vô lại nâng hết việc làm ơi lo lo nói cà rô ban chút nắng tao sòng hồng preo nói vậy cùng vậy đó tay តប៉ុន្តែចំពោះប្រូរបស់គាត់គឺគាត់ច្រៀងតែគាត់អ្នកស្ដាប់មិនសូវបានទេ មិនអោយគេងបែអូនអត់ទៅបងប្អូនខ្ញុំចាំពេញតែផ្លេចលើ លយមួយយ៉ាងមួយបែបរបស់គាត់អីចឹងទៅណា តែបងក៏សុំចាឆ្ងាយនាងអើយបាយបាយហើយស្រី ចំពោះបេក្ខជនទី4ខ្ញុំមើលមកផ្លែតខ្ញុំស្មានថាគាត់ជនជាតិបារាំងអ្នកនរគ្នាស្ដីអ្នកនរគ្នាខ្ញុំមករដ្ឋីថ្ងៃនេះខ្ញុំមករបៀបស្លៀកពាក់បែបសំសួនហំហានបន្តិចហើយលើសរាល់ដងបន្តិចដោយសាររាល់ដងពាក់តែអាវយឺតទេតែថ្ងៃហ្នឹងសុំមកពាក់អាវរបៀបមានឡេវមានអីធំត្រូវអញ្ចឹងទៅដោយសារតែថ្ងៃហ្នឹងខ្ញុំបានខ្លាយខ្លួនទៅជាគណៈកម្មការនៅក្នុងកម្មវិធីប្រឡងចម្រៀងមួយកម្មវិធីហ្នឹងគឺខ្ញុំបង្កើតខ្លួនឯងដែលឈ្មោះថាកម្មវិធីប្រឡងចម្រៀងគ្មានឈ្មោះខ្ញុំអត់ដឹងត្រូវដាក់ឈ្មោះអីទេកម្មវិធីហ្នឹងយ៉ាហើយគណៈកម្មការខ្ញុំនេះគឺរបៀបចេញមកប្រភេទដែល unprofessional គ្មានជំនាញគ្មានវិជ្ជាជីវៈត្រឹមត្រូវគ្មានអ្នកណាតែងតាំងគឺខ្ញុំតែងតាំងខ្លួនឯងខ្ញុំដើរតួខ្លួនឯងជាវិធីកខ្ញុំដើរតួខ្លួនឯងជាគណៈកម្មការតោះកុំឲ្យបោកបាច់វែងឆ្ងាយយូរខ្ញុំបាន select រើសយកបេក្ខជន4នាក់តាម platform social media TikTok នេះ TikTok ខ្ញុំទៅមើលនៅក្នុង TikTok account មួយដែលមានឈ្មោះថាយៈធំ2គឺសម្បូរទៅដោយបេក្ខជនជាច្រើនហ្នឹងហើយគឺគាត់ផុសតអ្នកច្រៀងទេអញ្ចឹងខ្ញុំសម្រាប់ចិត្តថាខ្ញុំរើសបេក្ខជនពីក្នុងហ្នឹងតែម្ដងខ្ញុំបានរើសបេក្ខជនដំបូងគេ4នាក់យកមកធ្វើសម្រាប់វីដេអូនេះបេក្ខជនទាំង4ហ្នឹងខ្ញុំអត់ដឹងថាពួកគាត់ឈ្មោះអីខ្លះទេហើយខ្ញុំដាក់ឈ្មោះឲ្យគាត់បេក្ខជនកខកខអូខេហើយខ្ញុំនឹងជំរុះម្ដងមួយរហូតដល់អស់ពី stop យ៉ាហើយអ្នកដែលត្រូវជំរុះមុនគេទី1ទី2ទី3ហ្នឹងគឺមិនទទួលបានកាដូឬក៏ប្រាក់រង្វាន់អីទាំងអស់អត់បានទេណា3អ្នកដែលខ្ញុំជំរុះហ្នឹងអត់បានរង្វាន់ទេប៉ុន្តែអ្នកដែលនៅចុងក្រោយគេលេខ1ក៏អត់បានរង្វាន់ដែរអត់ដូចគ្នាទី1ទី2ទី3ក៏អត់ទី4ហ្នឹងក៏អត់ដែរដោយសារតែកម្មវិធីនេះគ្មាន sponsor ទេ Yeah I just make it for fun អូខេគ្រាន់តែសប្បាយទេយើងទៅស្ដាប់ការបញ្ចេញសមត្ថភាពរបស់បេក្ខជនកដែលជាបេក្ខជនដំបូងគេទាំងអស់គ្នា Let's go អោកាមកជេអោកាមកជេមិនតន់បានដេកមើលភ្នែកឡើងធ្លាក់បាក់ឌីហ៊ីអាក់មុខឡើងដូចខ្លែងស្រាំងឈប់ទៅឪពុកម៉ាឈប់ស្អាតទៅណាអាពេចចាំនៅផ្ទះសោះមិនមិនព្រមទេទៅរកវីអាណាត់អាទីអាដាទុំនៅសោះមិនព្រមនឹកនេះឈប់ពុកម៉ាអីមានថៃមានសង្សារឃើញឈ្មោះតែគ្នាជុំឈីបាក់ខ្លួនស្គីព្រោះបាបៀគុំនៅវិសាអាពេចចាំនៅផ្ទះសោះមិនព្រមទេទៅរកវីអាណាត់អាទីអាដាសម្រាប់បេក្ខជនកបេក្ខជនដំបូងគេនេះសម្លេងរបស់គាត់ឮល្អចង្វាក់ភ្លេងហ្នឹងក៏អត់មានខយដែរគឺត្រឹមត្រូវទាំងអស់គ្រាន់តែចេញមកដំបូងរៀងការប្រើប្រាស់ពាក្យពេចន៍ផ្កាមួយជែកហ្នឹងវាដូចអត់ត្រឹមត្រូវសម្រាប់ការយល់ឃើញមកខ្ញុំកន្លែងហ្នឹងយ៉ាក៏ប៉ុន្តែមានភាពតាក់ទាញសលេងរបស់គាត់ណាមានភាពជាខ្លួនឯងអូខេឥឡូវបន្ទុកខ្ញុំបានដាក់ចូលនៅក្នុង list របស់ខ្ញុំហើយបេក្ខជនកទទួលបានអត់ទាន់ប្រាប់តឥឡូវយើងចូលទៅដល់បេក្ខជនខបេក្ខជនខអើយឡឡអើយក៏រោបានជួបណាំងវាស្លោកអើយឡឡអើយក៏រោបានជួបណាំងតោសងផងព្រះអូនអើយវៃគូវៃរតែងតោសងផងព្រះអូនអើយវៃគូវៃរតែងចេះក្រៃខ្លែងចេះគេមកទុកមកកលេចេះទាំងចេះក្រៃខ្លែងចេះគេមកទុកមកកលេចេះទាំងទុកមកបាច់កាច់មិនបាំងគេថាយកពយកអង្គបានមកបាច់កាច់មិនបាំងគេថាយកពយកអង្គបានគេថាទាំងទុកលុំមិនខាំងតរីងប់ចោតបែបតាមពុកគុំក្លុំមិនខាំងតរីងប់ចោតបែបពុកគុំមិនស៊ីត្រីអាំងមិនដូចចិត្តខាងស៊ីអំបលចន្ទនានាងមិនដូចចិត្តខាងស៊ីអំបលអូនអើយអ្នកឆ្លាតទាំងវត្តចូលស្ទឹងឲ្យតាមបត់អូនអើយអ្នកឆ្លាតទាំងវត្តចូលស្ទឹងឲ្យតាមបត់ត្រូវតែចេញឲ្យបកត់មិនដូចប៉ាកត់ដូចចំពោះបេក្ខជនខសំលេងរបស់គាត់មិនជាអន់ប្រមាណទេ
ត្រូវភ្លេងត្រូវអីល្អដែរក៏ប៉ុន្តែចំពោះប្រូរបស់គាត់គឺគាត់ច្រៀងតែគាត់អ្នកស្ដាប់មិនសូវបានទេដោយសារតែគាត់ប្រហែលជាបន្លំប្រូច្រើនហ្នឹងហើយខុសប្រូខុសអីច្រើនអញ្ចឹងស្ដាប់មិនសូវបានផងអីផងអញ្ចឹងបន្ទុករបស់គាត់ក៏ខ្ញុំណូតទុករួចហើយអូខេឥឡូវយើងចូលទៅដល់បេក្ខជនគោ ខ្លាចងាប់បាត់អត់អ្នកមើលគូខ្លាចឲ្យឈ្មោះដល់គ្រួសារអូនទឹកនៅស្រក់មិនស្មើទឹកចិត្តស្នេហាមិនអាចបាំងនំមិនដាច់នៅក្តៅចិត្តនៅឆៅទឹកនៅសល់ពីសាលេងទៅមិនឲ្យគេងបែអូនអត់ទៅបងប្អូនខ្ញុំចាំពេញតែផ្លេច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 អេខ្លីពេកតែពិតត្រូវរករឿងខាងម្ចាស់ account TikTok រយៈធំ2ហ្នឹងផុសខ្លីៗម៉េចលើក្រោយដាក់ឲ្យបាន1នាទីណាផុសឲ្យបាន1នាទីអូខេឥឡូវយើងមកបញ្ចេញយោបល់ខ្លះចំពោះការបញ្ចេញសម្លេងរបស់គាត់គឺល្អខ្លាំងមែនតើលយមួយយ៉ាងមួយបែបរបស់គាត់អីចឹងទៅណាហ្នឹងហើយប្លែកអារម្មណ៍មួយយ៉ាងដែរតែគាត់ហាយើងពិបាកវិនិច្ឆ័យតិចដោយសារតែខាងពេកហ្នឹងគេផុសខ្លីពេកតើឥឡូវខ្ញុំចូលទៅដល់បេក្ខជនចុងក្រោយគេឯណាបងដើរច្រើនស្រុកនាងអើយដើររកប្រពន្ធរងស្រីចិត្តងន់ងន់អើយមិនចេះកត់គុណណារូបប្តីអើយតែបងក៏សុំចាឆ្ងាយនាងអើយបាយហើយស្រីពេលម៉ៃមិនចេះច្បាប់ស្រីនិយាយដាំដៃប្រាប់គេពេលម៉ៃក៏ឡំចំពោះបេក្ខជនទី4ខ្ញុំមើលមកផ្លែតខ្ញុំស្មានថាគាត់ជនជាតិបារាំងអ្នកនរគ្នាមើលទៅតម្រង់មុខរបៀបstyle សក់ style អីរបស់គាត់ខ្ញុំគិតថាគាត់ជនជាតិបារាំងហើយចេះខ្មែរឡើងច្បាស់ហើយតែមើលទៅប្រហែលជាខ្មែរទេមិនមែនបារាំងទេអូខេឥឡូវយើងមកស្ដាប់មកវិនិច្ឆ័យក៏ដូចជាមតិយោបល់ខ្លះសលេងរបស់គាត់ឮច្បាស់ល្អប្រូក៏ល្អភ្លេងអីក៏មិនជាខយដែរគឺពិតជាល្អខ្លាំងមែនតើឥឡូវគឺចូលមកដល់ពេលវេលាមួយដែលខ្ញុំត្រូវតែសម្រេចចិត្តថាតើគួរទម្លាក់បេក្ខជនរូបណាមុនគេដោយសារតែយើងកុំឲ្យវីដេអូនេះវាយូរពេកឥឡូវខ្ញុំជំរុះម្ដង2នាក់ហ្មងហើយខ្ញុំនឹងផ្ទៀងស្ដាប់បេក្ខជន2នាក់នៅចុងក្រោយគេនឹងម្ដងទៀតឥឡូវបេក្ខជនដែលខ្ញុំសម្រេចចិត្តថានឹងជំរុះមុនគេគឺបេក្ខជនបើកជីមើលសិនបេក្ខជនដំបូងគេដែលទទួលបានការជំរុះចេញពីក្នុងកម្មវិធីប្រឡងចម្រៀងមួយឈ្មោះនេះគឺបេក្ខជនខបាទចូលរួមសោកស្ដាយផងបេក្ខជនខដែលត្រូវចាក់ចេញពីកម្មវិធីប្រឡងមុនគេហើយឥឡូវនេះខ្ញុំនឹងធ្វើការប្រកាសនៅបេក្ខជនដែលត្រូវចាក់ចេញពីកម្មវិធីបន្ទាប់ទៀតនោះគឺបេក្ខជនគោដូច្នេះជួបរួមសោកស្ដាយចំពោះបេក្ខជនខនិងគោដែលត្រូវចាក់ចេញពីកម្មវិធីប្រឡងចម្រៀងគ្មានឈ្មោះនេះមុនគេដោយការចាក់ចេញនេះមិនទទួលបាននៅរង្វាន់ការលើកទឹកចិត្តអ្វីនោះទេហើយចូលមកដល់បេក្ខជនចម្រាញ់ចុងក្រោយគេ2រូបដែលខ្ញុំត្រូវចម្រាញ់រើសយកអ្នកលេខ1និងលេខ2តោះឥឡូវទៅស្ដាប់ម្ដងទៀតដើម្បីឲ្យកាន់តែច្បាស់ថាការសម្រេចចិត្តរបស់ខ្ញុំនោះមិនខុសអោបកាមជេមិនតន់បានដេកមើលភ្នែកឡើងធ្លាក់បាក់ឌីហ៊ីអាច់មុខឡើងដូចខ្លែងស្រាំងឈប់ទៅឪពុកម៉ាឈប់សេតទៅណាអាពេចចាំនៅផ្ទះសោះមិនមិនព្រមទេទៅរកវីអាណាត់អាទីអាតាទុំនេះសោះមិនព្រមនឹកនេះឈប់ពុកម៉ាឯងវាថៃមានសង្សារឃើញឈួរតែគ្នាជុំឈីបាក់ខ្លួនស្គីព្រោះបាបៀគុំដល់វាសែអាពេចចាំនៅផ្ទះសោះមិនព្រមទេទៅរកវីអាណាត់អាទីអាតាខ្ញុំពិបាកនៅក្នុងការសម្រេចចិត្តខ្លាំងមែនតើឥឡូវនេះតោះទៅស្ដាប់បេក្ខជនខម្ដងទៀតឯណាបងដើរច្រើនស្រុកនាងអើយដើររកប្រពន្ធរងស្រីចិត្តងន់ងន់អើយមិនចេះកត់គុណណារូបប្តីអើយតែបងក៏សុំចាឆ្ងាយនាងអើយបាយហើយស្រី
បេក្ខជន2រូបចុងក្រោយគេនេះគឺធ្វើឲ្យខ្ញុំពិបាកនៅក្នុងការសម្រេចចិត្តខ្លាំងមែនទែនដោយសារតែសមត្ថភាពរបស់ពួកគាត់មិនអន់ជាងគ្នាប្រហែលនោះទេខ្ញុំពិតជាខ្លាចសម្រេចចិត្តខុសណាស់ឥឡូវនេះខ្ញុំត្រូវតែខាត់ចិត្តវាជាពេលវេលាមួយដ៏ស្វិតស្វាញដ៏ពិបាកនៅក្នុងការទម្លាក់បេក្ខជនម្នាក់ចេញបេក្ខជនដែលខ្ញុំគិតថានឹងទទួលបានជ័យលាភីលេខ1នៅក្នុងកម្មវិធីប្រឡងចម្រៀងគ្មានឈ្មោះនៅក្នុងសប្តាហ៍ទី1នេះគឺបេក្ខជនខូឯណាបងដើរច្រើនស្រុកនាងអើយដើររកប្រពន្ធដោយសារតែទឹកដមសម្លេងរបស់គាត់គឺធ្វើឲ្យខ្ញុំស្រឡាញ់ជួយចិត្តហើយខ្ញុំយល់ថាគាត់ពិតជាល្អមែនហើយចំពោះបេក្ខជនកទទួលបាននៅចំណាត់ថ្នាក់លេខ2មិនមែនមានន័យថាគាត់ធ្វើមិនបានល្អឬក៏សម្លេងមិនព្រោះនោះទេប៉ុន្តែដោយសារតែធ្លាក់ដោយសារអាពាក្យម៉ាជេកហ្នឹងណាឲ្យផ្កាម៉ាជេកហ្នឹងគឺគាត់ធ្លាក់អាត្រង់ហ្នឹងហ្មងយល់អត់អ្នកនរគ្នាយល់កន្លែងហ្នឹងអត់គឺគាត់ត្រូវជាប់ហើយហ្នឹងគាត់ត្រូវបានបន្ទុកល្អហើយប៉ុន្តែគាត់ធ្លាក់ដោយសារពាក្យម៉ាជេកហ្នឹងអញ្ចឹងធ្វើឲ្យគាត់បានទទួលចំណាត់ថ្នាក់ត្រឹមតែលេខ2ប៉ុណ្ណោះអញ្ចឹងឥឡូវយើងរលេខ1ឃើញហើយដូច្នេះអ្នកទទួលបាននៅជ័យលេខ2លេខ1នៅក្នុងកម្មវិធីប្រឡងចម្រៀងគ្មានឈ្មោះនេះគឺមិនទទួលបានអ្វីដូចគ្នាបាទអត់តាទេអត់មានបានអីទេ4អ្នកហ្នឹងគឺអត់ទាំងអស់គណៈកម្មការនេះក៏អត់ដែរដូចតែគ្នាទេអរគុណអ្នកនរគ្នាវីដេអូនេះ I just make it for fun ធ្វើលេងដើម្បីសប្បាយទេអញ្ចឹងខុសឆ្គងកន្លែងណាសូមមេត្តាខន្តីអភ័យទោសផងដែរម្ដងហើយម្ដងទៀតវីដេអូនេះខ្ញុំធ្វើលេងទេអរគុណអ្នកនរគ្នា See you next video បើចង់មើល part 2 comment ក្រោមខ្ញុំធ្វើវីដេអូនឹងបន្តទៀត Bye bye